តាមពិតថ្ងៃនេះវាគួរតែជាដំណឹងរីករាយសម្រាប់បងប្អូនខ្មែរនិងប្រជាពលរដ្ឋថៃដែរដោយសារតែដែលមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានប្រូវិនហើយដែលដឹកនាំកិច្ចប្រជុំដោយប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos Jr. ដើម្បីធ្វើឲ្យនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃជួបគ្នាដាច់ដោយឡែកមួយដែលមិនមែនជាផ្នែកមួយនៅក្នុងកិច្ចការជួបប្រជុំអាស៊ានថ្ងៃ7ថ្ងៃ8ហ្នឹងទេព្រោះជំនួបកម្ពុជាអាស៊ាន7 8ហ្នឹងគឺនាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំងអស់ទៅជួបជុំគ្នានៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនដែលប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះហើយនេះគឺជាទម្លាប់ជាទូទៅទេនៅពេលដែលប្រទេសប្រូវិនជាម្ចាស់ផ្ទះអាស៊ានជាប្រធានអញ្ចឹងយើងត្រូវរៀបចំកិច្ចប្រជុំដឹកនាំគណៈប្រតិភូគណៈរដ្ឋមន្ត្រីឬក៏ស្អីនៃប្រទេសអាស៊ានទាំងអស់មកជួបគ្នាជា allergy អញ្ចឹងទេគាត់ថារឿងដែលសំខាន់នៅពេលនេះគឺលោក Ferdinand Marcos Jr. ហ្នឹងគឺគាត់បានរៀបចំឲ្យមានជំនួបទ្វេភាគីតាមពិតវាត្រូវជាត្រីភាគីព្រោះអីមានកិច្ចអន្តរាគមន៍មើលការខុសត្រូវពីប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនដែរដែលធ្វើឲ្យនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទរៈគុលនិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួបគ្នាពីគ្រោះការងារជាច្រើនហើយនេះក៏ជាជំហានមួយដ៏វិជ្ជមានសម្រាប់ប្រទេសខ្មែរនិងថៃដែរដោយសារតែយើងឆ្លុះគ្នាយូរហើយតាំងពីមានបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025មកគឺកន្លះឆ្នាំជាងហើយអត់ដែលបានជួបគ្នាជិតកន្លះឆ្នាំហើយអត់ដែលបានជួបគ្នាទេមានតែប្លង់សម្ដីដាក់គ្នាតែប៉ុណ្្នឹងទេឥឡូវនេះជួបគ្នាផ្ទាល់បែបនេះស្ថានភាពអាចនឹងមានភាពប្រសើរឬក៏ស្ថានភាពនៅតែដដែលឬក៏យ៉ាងម៉េចក៏ប៉ុន្តែគាត់នឹងជម្រាបជូនបងប្អូនទាំងអស់គ្នាដែរថាមុននឹងថៃជួបខ្មែរក្នុងកម្រិតជានាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីបែបនេះគឺថៃបានត្រួសត្រាយផ្លូវរួចហើយអស់ហើយថៃគឺមានល្បិចកិច្ចកលមកកណមុននឹងជួបហ្នឹងគឺអាតំបន់ព្រំដែនគោកគឺថៃបំផ្លាញកំទេចឬក៏ឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធថ្មីគ្រប់កន្លែងដែលថៃបានទន្ទានឈ្លានពានហើយដែលខ្មែរព្រមចុះហត្ថលេខានៅណានឹងឲ្យហ្នឹងគឺថៃគេធ្វើបានសេចក្ដីដោយសារតែយើងព្រមឲ្យគេនៅកន្លែងហ្នឹងគេយល់ដែរចឹងតែដល់ពេលអាព្រំដែនហ្នឹងអត់បានចរចារៀបចំគណៈកម្មការ JBC អីដើម្បីជួបជុំវាស់វែងអីតាមអ្វីដែលខ្មែររំពឹងទុកនោះថៃទៅដុតភ្លើងព្រៃមួយទៀតឲ្យឆេះថ្គោលគឺតកតងនឹងការដក MOU 2001តកតងនឹងការគ្រប់គ្រងដែនសមុទ្រនេះគឺជាយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់ថៃមួយដែរដើម្បីពង្រៀងការចាប់អារម្មណ៍របស់កម្ពុជានិយាយទៅធ្វើឲ្យកម្ពុជាខ្សោះខ្លួនណាបងប្អូនហើយយើងខ្សោះខ្លួនតាមគេអញ្ចឹងមែនមេដឹកនាំយើងគឺទាំងអស់ទាំងចបៃទាំងត្រគឺនាំគ្នាទុំស្គរទៅវល់តាមថៃប្រវក់ដូចគ្នារឿង UNCLOS ហ្នឹងរឿងណែ MOU 2001ហ្នឹងរឿងដែលវាអត់មានត្រូវការអីខ្វល់រឿងថៃលុបមិនលុបអីទេព្រោះអីគឺយើងដឹងហើយតើថាយើងមានច្បាប់អន្តរជាតិមិនទៅសំបាយថៃហូបអីវាអត់មានអីទេប៉ុន្តែអ្នកនយោបាយខូចដូចគ្នាខូចទាំងខ្មែរខូចទាំងថៃខូចទាំងថៃគឺថៃខូចនៅក្នុងន័យថារឿងកំពុងតែឆេះភ្លើងនៅឯទល់ដែនគោកអត់ព្រមដោះស្រាយឲ្យខ្មែរទេទៅដុតនៅព្រំដែនទឹកទៀតដើម្បីទាញការចាប់អារម្មណ៍របស់ខ្មែរទៅទម្លាក់ទឹកហ្មងហើយខ្មែរយើងនាំគ្នាទៅធ្លាក់ទឹកទាំងអស់គ្នាដែរគឺសុទ្ធតែយើងប្រកាន់ចំហអារឿង UNCLOS ហ្នឹងឲ្យត្រូវប្រើអាយន្តការផ្សះផ្សាដោយបង្ខំទាំងខ្លួនឯងអត់ដឹងថាស្អីគេយន្តការផ្សះផ្សាដោយបង្ខំហ្នឹងខ្ញុំកំពុងតែឆ្ងល់មើលបងប្អូនសួរខ្មែរយើងទាំងអស់គ្នាមើលស្អីគេផ្សះផ្សាដោយបង្ខំហ្នឹងហើយបើសិនជាផ្សះផ្សាដោយបង្ខំវាអត់មានផ្សះផ្សាទេអញ្ចឹងហើយបើផ្សះផ្សាដដែលចាំបាច់ឆ្លោះគ្នាទៅអីហើយយន្តការផ្សះផ្សាដោយបង្ខំនឹងស្អីគេឲ្យប្រកាសពាក្យថាផ្សះផ្សាដោយបង្ខំបានន័យថាគឺពីរនាក់អត់ត្រូវគ្នាអញ្ចឹងនៅក្នុងលក្ខន្តិកៈរបស់សន្ធិសញ្ញាស្តីអំពីនីតិសមុទ្រហ្នឹងគឺគេមានមាត្រា1មានឧបសម្ព័ន្ធ5ឯម្ដងខ្ញុំមិនតិចស៊ីជម្រៅទេព្រោះខ្ញុំមិនចាប់អារម្មណ៍ឈឺក្បាលរឿងហ្នឹងដែលធ្វើឲ្យយើងបាត់បង់អាធនធានចំណេះវិជ្ជារបស់យើងហ្នឹងនាំគ្នាទៅពុលតាមថៃហើយយើងណាអជ័យធ្លាក់ទឹកដូចគ្នាហ្នឹងញ៉ាត់ហ្នឹងមកអស់ឲ្យពីព្រឹទ្ធសភាពីអីហ្នឹងសិតតែគ្រប់គ្រងនាយករដ្ឋមន្ត្រីខ្មែរហ្នឹងក្នុងការដែលប្រើច្បាប់អន្តរជាតិ UNCLOS ចុះបើយើងបកកាយណាស់មិនព្រមប្រើច្បាប់អន្តរជាតិ ICJ និង ICC ប្រឹងថៃរឿងដីគោកគេយកស្រស់នេះហេតុអីក៏យើងមិនព្រមដាក់ប្រឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតអន្តរជាតិទៅហើយបើយើងទៅគ្រប់គ្រងរឿង UNCLOS ហ្នឹងថានឹងប្រើប្រាស់ច្បាប់អន្តរជាតិថាប្រជាពលរដ្ឋប្រមាណដែលគេនឹងទុកចិត្តយើងបើអារឿងនៅលើគោកចាក់ស្ដែងគេយកស្រស់នេះអត់ទាំងប្រឹងប៉ុណ្ណឹងព្រោះតែឥឡូវទៅរឿងក្នុងទឹកឯណានោះដែលគេទៅប្រកាសលុបហើយដែលលុបហ្នឹងទៀតសោតគឺជាយុទ្ធសាស្ត្ររបស់ថៃក្នុងការពង្រៀងដែនពង្រៀងការចាប់អារម្មណ៍ដើម្បីឲ្យមានបរិយាកាសរៀងពុលតិចទៅពេលដែលលោកអនុទិនច័ន្ទរៈគុលដឹងខ្លួនហើយថាមកប្រជុំនៅអាស៊ានជំនួបកំពូលអាស៊ានថ្ងៃ7ថ្ងៃ8នេះជិះមិនផុតពីជួបនាយករដ្ឋមន្ត្រីខ្មែរទេដូច្នេះដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាថៃអញ្ចឹងគឺក្លាហានរឹងមាំអញ្ចឹងមេដឹកនាំគេបោះឆ្នោតអត់ខុសទេអញ្ចឹងគេទៅដុតព្រៃនៅអាម្ដុំកណ្ដាលទឹកហ្នឹងទៀតទៅដើម្បីធ្វើឲ្យរឿងអត់មានរឿងសោះចេញជាមានរឿងដែរទៅលុប MOU 2001ចោលហើយដូចខ្ញុំនិយាយចឹងលុបក៏មិនលុបក៏មិនចង្រៃស្អីដែរលុបទៅខ្ញុំអោយតែលុបទៅលុបឲ្យបាត់ស្លាស់មកទៅព្រោះអីកុំឲ្យឈឺក្បាលពេញ25ឆ្នាំអត់បានកាយផងក៏ប៉ុន្តែឥឡូវអារឿងដល់ពេលលុបហ្នឹងគឺយើងមានច្បាប់អន្តរជាតិគឺយើងមានមាត្រា1ដែលនិយាយអំពីការផ្សះផ្សាដោយបង្ខំការផ្សះផ្សាដោយបង្ខំហ្នឹងបងប្អូនគឺមិនមែនជាការផ្សះផ្សាចាក់ចេញមកពីឋានព្រះអន្តថោទេវតាណាទេនៅក្នុងមាត្រានៃអនុសញ្ញានីតិសមុទ្រស្តីពីការផ្សះផ្សាដោយបង្ខំហ្នឹងគឺឧទាហរណ៍បើកម្ពុជាចង់គ្រប់គ្រងដែនសមុទ្រ 26000 គីឡូម៉ែត្រក្រឡាហ្នឹងចង់ខួងប្រេងឧទាហរណ៍ថៃគេអត់ព្រមថៃរករឿងអត់ឲ្យយើងខួងឲ្យយើងមានសិទ្ធិស្របច្បាប់ថាកន្លែងហ្នឹងក្នុងដែនអធិបតេយ្យរបស់ខ្មែរអញ្ចឹងបើអត់មាន MOU 2001ទៀតផងគឺយើងត្រូវតែទៅយកអាមាត្រា1នៅក្នុងអានីតិសមុទ្រហ្នឹងគឺដើម្បីប្រើនីតិវិធីផ្សះផ្សាដោយបង្ខំហើយវិធីផ្សះផ្សាដោយបង្ខំហ្នឹងមិនមែនត្រូវការភាគីទី3ទេណាទីច្រឡំថាយកតុលាការអន្តរជាតិអីមកប្រើអត់ទេអានីតិវិធីផ្សះផ្សាដោយបង្ខំហ្នឹងគឺក្នុងមាត្រាហ្នឹងភាគីកម្ពុជាមានសិទ្ធិប្តឹងដើម្បីឲ្យបង្កើតជាគណៈកម្មការមួយដែលមានគណៈសមាជិក5នាក់ហើយសមាជិក5នាក់ហ្នឹងបានមកពីណាគឺបានមកពី2នាក់ពីខ្មែរ2នាក់ពីថៃហើយមានប្រធានមួយដែលថៃនិងខ្មែរព្រមព្រៀងគ្នារើសទៅហើយបើរើសប្រធាននឹងមួយអត់ត្រូវហ្នឹងហើយអាចតតងទៅអង្គការសហប្រជាជាតិឬក៏ស្ថាប័នអន្តរជាតិណាមួយដើម្បីរើសប្រធានតែនៅតែយន្តការធ្វើភាគីដដែលហ្នឹងវាអត់មានអីប្លែកទេហើយធ្វើដូចជារឿងធ្លាក់មកពីឋានព្រះអិនអូយនាំគ្នានឹងគឺថាកម្ពុជានឹងការពារអធិបតេយ្យខ្លួនមិនបោះបង់ចោលសិទ្ធិការពារច្បាប់សមុទ្រយើងការពារយើងចាំបាច់និយាយទៅស្អីយើងចាំបាច់ទៅនិយាយប្រាប់ថាកម្ពុជារក្សាសិទ្ធិនៅតែប្រកាសជាសាធារណៈថាព្រះអាទិត្យក្តៅទោះយើងមិនថាក៏ព្រះអាទិត្យវាអត់ដែរត្រជាក់ដែរវានៅតែក្តៅអញ្ចឹងរហូតដល់ព្រោះសារធាតុនៃព្រះអាទិត្យវាអញ្ចឹងហើយអីចាំបាច់និយាយអញ្ចឹងមកឲ្យប្រជាពលរដ្ឋនឹងច្បុកច្បល់ដូចជាម្នាក់ដោយរត់ទិសតំបន់អីឡើងគិតពីរឿងព្រំដែនគោកអស់លេងមកគិតថាណែកម្ពុជាគេការពារព្រំដែនទឹកមានទាត់បាត់ទៅណា
អានៅនឹងវានៅប្រទីនបតុងគ្នានឹងវាគ្រាន់បើជាងអាព្រំដែនគោកដែលសញ្ញាឲ្យគេឲ្យបាត់ហើយនេះបានបាត់នៅទឹកគឺអត់ទាន់ទេយើងប្រកែកយើងអីអាហ្នឹងគឺសំស្របខ្ញុំទាន់គ្រប់គ្រងឲ្យប្រកែកថាមិនទទួលយកប៉ុន្តែអាលើគោកនេះប្រកែកឡើងកើតទេព្រោះយើងសញ្ញាឲ្យគេហើយតាំងថ្ងៃ27ខែធ្នូឆ្នាំ2025មកអានេះបានរឿងធំតែត្រូវប្តឹងផ្ដាល់គេហើយប្តឹងអត់បានទៀតព្រោះអីយើងសញ្ញាឲ្យគេហើយឥឡូវទៅចាប់ដៃគ្នាជាមួយនឹងលោក Thaksin និងលោកហ៊ុនម៉ាណែតនៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនដឹងគាត់និយាយថាមកយើងខ្ញុំដកស្រង់ប្រសាសន៍ឲ្យស្ដាប់ទាំងអស់គ្នាខ្ញុំអត់មានពេលនិយាយលម្អិតពីរឿងសាររបស់ពួកគាត់ទេសិតតែនយោបាយបោកប្រាស់ទាំងសងខាងអត់មានចំណេញអីទេចំណេញបានតែចាញ់នយោបាយប្រជាពិធរបស់មេដឹកនាំនៃប្រទេសទាំងពីរទេចាំមើលស្ដាប់សាររបស់លោកហ៊ុនម៉ាណែតអរគុណប្រទេសហ្វីលីពីនដែលបានឲ្យភាគីកម្ពុជានិងថៃបានជួបគ្នាការជួបគ្នានេះគឺដើម្បីកាត់បន្ថយកម្ដៅគឺឈានទៅរកការស្ថាបនាកសាងការជឿទុកចិត្តគ្នាមួយរវាងកម្ពុជានិងថៃចំណុចទី1ចំណុចទី2ក៏ថាយើងបដិញ្ញាដោយគ្នាព្រមព្រៀងទាំងថៃទាំងខ្មែរហើយនឹងប្រើប្រាស់យន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់រវាងខ្មែរនិងថៃជាពិសេសព្រំប្រទល់គោកគឺប្រើយន្តការ JBC គឺគណៈកម្មការព្រំដែនខ្មែរចម្រុះគណៈកម្មការ GBC កម្រិតភូមិភាគនិងកម្រិតតំបន់ចង់និយាយថាកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងការពារជាតិនិង RBC គឺកម្រិតភូមិភាគយោធានិងយោធាអញ្ចឹងទៅនេះអ្វីដែលលោកហ៊ុនម៉ាណែតនិយាយថាព្រមព្រៀងគ្នាហើយតកតងនឹងកិច្ចការព្រំដែនលោកហ៊ុនម៉ាណែតបានឱកាសនៅក្នុងយន្តការអាស៊ាននេះជួបជាមួយនឹងលោកអនុទិនហ្នឹងចង់ប្រាប់ពិភពលោកឲ្យដឹងថាកម្ពុជាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកងកម្លាំងប្រដាប់អាវុធទេនេះអានេះហើយតែជា clear ជាអាយុជីវិតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលគេហៅថាបើដូច clear ក្រុមហ៊ុនផលិតរថយន្តអីដូចថា Toyota អញ្ចឹងគេមាន clear ពាក្យស្លោករបស់គេមួយថាgo places អីចឹងទៅគ្រប់កន្លែងទៅអីចឹងទៅអានោះដូចជា clear មួយដែលថាដូចស្រាផែនដីមានន័យជ្រៅអីចឹងឧទាហរណ៍ជា clear ដែលយកមកស៊ីបាននៅពេលដែលយកមកផ្សព្វផ្សាយអំពីរឿងព្រំប្រទល់ខ្មែរគឺកម្ពុជាមានតែមួយគត់គឺមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធនេះលោកហ៊ុនម៉ាណែតយកទៅនិយាយក្នុងវេទិកាហ្នឹងជាភាសាអង់គ្លេសឲ្យគេស្ដាប់បានឮពិភពលោកទៀតខ្ញុំសូមសរសើរឆ្លៀតនិយាយប្រាប់ពីបច្ចេកជំហរកម្ពុជាដែរមួយទៀតគឺនៅតែគ្រប់គ្រងបាត់ឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសគឺប្រការ3តកតងនឹងយន្តការវាស់វែងដីជាក់ស្ដែងដែលមាន JBC នឹងលោកហ៊ុនម៉ាណែតនិយាយចឹងទៀតហើយនឹងចុងក្រោយគាត់និយាយអំពីរឿងនីតិសមុទ្រវិញរឿង UNCLOS គឺកម្ពុជារក្សាសិទ្ធិប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយដែនសមុទ្រឲ្យមានសុខសន្តិភាពចំណុចទាំងអស់នេះសំខាន់ទាំងអស់ប៉ុន្តែខ្ញុំសូមបកស្រាយជូនបងប្អូនឲ្យជ្រាបអត់មានអីថ្មីទេពេលដែលលោកហ៊ុនម៉ាណែតនិយាយពីរឿងជួបគ្នាដើម្បីដោះស្រាយឲ្យមានយន្តការបន្ថយកម្ដៅហ្នឹងគឺយើងនិយាយចឹងមកយកហើយតាវាអត់មែនទៅនិយាយតែឥឡូវទេនិយាយមកយកហើយប៉ុន្តែកម្ដៅនោះអត់ដែលថយទេហើយរឿងប្រាប់ថាព្រំដែនមិនទទួលស្គាល់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះចង់លោកហ៊ុនម៉ាណែតនិយាយតជាស្ងួតកន្លៅទៀតក៏អត់បានផលអីដែរព្រោះអីយើងនិយាយតែក្នុងន័យមួយបើដូចជាក្នុងព្រំដែនសមុទ្រសប្ងៃអាចត្រូវព្រោះដោយសារថៃអត់ទាន់បានវាយយកដែនសមុទ្រយើងសំបីតែ1មីលីម៉ែត្រទេវាគ្រាន់តែជាតំបន់ត្រួតស៊ីគ្នាដែលធ្លាប់មាន MOU តែអត់ទាន់បានមានចម្បាំងស្អីប្រើម៉ារីនប្រើទ័ពជើងទឹកអីយកមកទន្ទ្រានឈ្លានពានយកដីកន្លែងណាមួយហើយខ្មែរយើងចុះហត្ថលេខាឲ្យគេគ្រប់គ្រងដែនកោះដែនសមុទ្រហ្នឹងដោយស្របច្បាប់ហ្នឹងវាអត់ទាន់មានអាហ្នឹងយើងអាចប្រកាសថាមិនទទួលស្គាល់អីបានអ្នកណាវាយមកយកដោយកម្លាំងប្រដាប់អាវុធយើងអត់ទទួលប៉ុន្តែដែនគោកនេះលោកហ៊ុនម៉ាណែតនិយាយថាយើងមិនទទួលស្គាល់ព្រំដែនគោកដែលប្រែប្រួលដោយកម្លាំងប្រដាប់អាវុធហ្នឹងគឺជារឿងនិយាយអត់បានផលទេព្រោះអីយើងនិយាយបានតែក្នុងករណីយើងអត់ទាន់ចុះហត្ថលេខានៃបទឈប់បាញ់អ្នកណានៅហ្នឹងទេខ្ញុំឲ្យឧទាហរណ៍ម្ដងទៀតណាបងប្អូនរឿងអ៊ុយក្រែននិងរុស្ស៊ីមកដល់ម៉ោងនេះរុស្ស៊ីនៅគ្រប់គ្រងដែនអ៊ុយក្រែនរហូតដល់25%នៃចំណែកដីរបស់អ៊ុយក្រែនអត់បានទទួលស្គាល់ទ័ពរុស្ស៊ីទេវាយរហូតវាយបានរហូតហេតុអីបានវាយបានរហូតព្រោះអ៊ុយក្រែនអត់បានចុះហត្ថលេខាព្រមឲ្យរុស្ស៊ីនៅហ្នឹងឯងណែឯងនៅណាក៏ខុសច្បាប់ដែរក្នុងដីអ៊ុយក្រែនហើយខ្ញុំមានសិទ្ធិទម្លាក់គ្រាប់ទៅការពារ drone ទៅសម្រាប់តនឯងវិញបានគ្រប់ពេលព្រោះអីដីអ៊ុយក្រែនអត់មានបាត់ឈប់បាញ់ឃើញនៅស្លាប់មនុស្សអត់ឈប់សង្គ្រាម3 4ឆ្នាំអត់ឈប់មែនប៉ុន្តែដីអត់បាត់ទេប៉ុន្តែខ្មែរវិញចុះឥឡូវដែលហ៊ានទៅទម្លាក់គ្រាប់ទៅលើពួកដាក់កុងតឺន័រនៅអាទល់ដែនថៃហ្នឹងឯងដែលហ៊ានទៅទម្លាក់គ្រាប់នៅអាស្អីគេធ្វើកាយផ្លូវឡើងទៅភ្នំ350ឬក៏ប្រាសាទតាកបីប្រាសាទខ្នាប្រាសាទតំនធំឯដែលហ៊ានទៅប៉ះថៃតិចមើលហ៊ានទៅប៉ះគេតិចមើលខែហ្នឹងខាងដែនដីរបស់ខ្មែរអញ្ចឹងតែយើងឲ្យគេនៅណានៅហ្នឹងនេះអារឿងនេះគេតែជារឿងបញ្ហាយើងអត់អាចវាយគេបានយើងអាចទម្លាក់គ្រាប់យើងអាចប៉ះពាល់គេបានអត់ដោយសារតែយើងព្រមចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងយើងអត់ទទួលស្គាល់អំពីកម្លាំងប្រដាប់អាវុធដែលព្រំដែនរំកិលដោយសារកម្លាំងប្រដាប់អាវុធចុះអត់ទទួលស្គាល់មិនបើយើងបាត់ឈប់បាញ់យើងសញ្ញាឲ្យគេនេះខ្ញុំតែអត់យល់ដល់ខ្ញុំនិយាយនេះមិនមែនបានន័យថាយីចុះនិយាយដដែលអញ្ចឹងខ្ញុំអត់និយាយដដែលថាមេដឹកនាំយើងនិយាយដដែលយើងយកអាចចំណុចចាញ់យកទៅនិយាយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគិតថាយើងអត់ទទួលស្គាល់ដល់បានមកវិញអត់បានទេបងប្អូនបានផេះបើយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេគឺផេះហើយព្រោះអីយើងសញ្ញាគេទៅហើយហ្នឹងហើយដល់ពេលហើយលោកហ៊ុនម៉ាណែតពំតំណត់ខ្លួនឯងនិយាយថាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធតែគាត់ថាគ្រប់គ្រងឲ្យអនុវត្តបាត់ឈប់បាញ់ឲ្យបានមកខ្ជាប់ខ្ជួនថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសប្រការ3តកតនឹងការវាស់វែងប្រការ3ហ្នឹងគឺវាស់វែងដីចាក់ស្ដែងអ្នកណាបានហ្នឹងក៏ប៉ុន្តែថៃអត់វាស់ទី1ទី2គឺយើងព្រមទទួលស្គាល់ឲ្យគេនៅណាហ្នឹងហើយចាំបើវាស់ហ្នឹងយ៉ាងច្រើនបានទិញទួយដកដុល្លារលក់អីមិនច្រើនទេគឺវាស់ទៅជាពិសេសព្រៃច័ន្ទព្រៃអីហ្នឹងវាស់ទៅយ៉ាងច្រើនដឹងថាហ្នឹងវាស់ថៃដាច់ហើយកុំបាច់អញ្ញាយទៀតឲ្យច្បាស់ចឹងហ្មងទៅតែបើរឿងបានខ្មែរដឹងអត់ទេហើយអាហ្នឹងយើងឲ្យទៅមានអាប្រការមួយហ្នឹងយើងសង្ឃឹមស៊ីលើអាប្រការ3ហ្នឹងដែលគិតថានឹងត្រូវតែវាស់ទៅហើយសង្ឃឹមបានខ្មែរសង្ឃឹមបានមកពីណាបើថៃគេប្រើផែនទីខ្នាត1លើ50,000ព្រោះយើងប្រើលើផែនទីខ្នាត1លើ200,000ហ្នឹងឥឡូវថៃគេនិយាយថាម៉េចអនុទិនចាំរយៈគាត់និយាយថាការជជែកជាមួយលោកហ៊ុនម៉ាណែតប្រព្រឹត្តទៅដោយក្នុងស្ថានភាពភេទរភាពបានន័យថាជាភាពល្អលើនឹងគ្នានិងពិភាក្សាត្រង់ទៅត្រង់មកហ្នឹងអនុទិនចាំរយៈគាត់ថាយើងទាំងពីរនាក់ប្រទេសទាំងពីរបដិញ្ញាដើម្បីសន្តិភាពតាមរយៈការជជែកគ្នាអូខេល្អដូចគ្នាប្រសើរបំផុតគឺអនុទិនចាំរយៈគាត់ថាចំនួនព្រំដែនអាចដោះស្រាយបានដល់ប្រសើរបំផុតគឺការជៀសវាងទំនាស់ផ្ទុះអាវុធតទៅទៀតដែលការដែលផ្ទុះអាវុធនេះឬក៏ទំនាស់នេះគឺវាអត់មានអីក្រៅពីនាំមកនៅមនុស្សស្លាប់ហើយនឹងការឈឺចាប់ទុក្ខវេទនាខ្លោចផ្សាទេ
តម្រូវឲ្យភាគីមានភាពស្មោះត្រង់ហើយមានសុចន្ទថន្ទៈនៅក្នុងការសម្រេចនៅក្នុងការដោះស្រាយបញ្ហាបង្កើតឲ្យមានយន្តការមួយគឺរដ្ឋមន្ត្រីក្រសួងការបរទេសទាំងកម្ពុជាទាំងខ្មែរហ្នឹងទាំងថៃហ្នឹងគឺជួបគ្នាទៅដើម្បីកសាងការជឿទុកចិត្តគ្នានិងទំនាក់ទំនងទ្វេភាគីឲ្យប្រសើរឡើងហើយទៅមុខតទៅទៀតគឺមួយជំហានម្ដងទិសដៅរួមគ្នាណាលោកអនុទិនច្បាស់ចឹងហើយឲ្យតាក់ទងគ្នាគ្រប់កម្រិតទាំងអស់កុំឲ្យតែមកកម្រិតណានោះកុំឲ្យមានការយល់ច្រឡំគ្នានឹងចុងក្រោយតាក់ទងនឹងការនឹងព្រំដែនទាំងព្រំដែនគោកនិងព្រំដែនទឹកគឺត្រូវតែដោះស្រាយតាមសន្តិវិធីអ្វីដែលលោកអនុទិនច័ន្ទវរៈកុលនិយាយមកនេះគឺជាការនិយាយហាក់បីដូចជាប្រាប់ពិភពលោកមកនោះថាខ្មែរខូចមកព្រោះអីភាសាមកសិតបដៅដាស់តឿនទាំងអស់ថាគេនឹងអត់ខុសឲ្យឃើញគេថាអាចំនួនហ្នឹងវានាំឲ្យមនុស្សស្លាប់វានាំឲ្យមានទុក្ខវេទនានេះគេថាយើងហ្នឹងអ្នកបង្កចំនួនហើយតាក់ទងនឹងរឿងស្មោះត្រង់តាក់ទងនឹងស្អីហ្នឹងឲ្យកសាងភាពជឿទុកចិត្តគ្នាហ្នឹងឲ្យនិយាយទៅគឺថាមកដូចយើងហ្នឹងបង្កើតឲ្យមានភាពមិនទុកចិត្តគ្នាពីកម្ពុជាព្រោះភាសាហ្នឹងគឺភាសានិយាយប្រាប់មកថាខ្លួនឯងជាអ្នកគ្រាន់បើប្រាប់មកថាភាគីមកខាងទៀតទេដែលធ្វើឲ្យមានបញ្ហាយើងហ្នឹងគឺត្រូវបានថៃហ្នឹងគេយកបងលើឆាកអន្តរជាតិដូចជាមេរៀនព្រៀនប្រដៅយើងអញ្ចឹងសាររបស់គេហ្នឹងហើយចំណេញអីគេបងប្អូនឥឡូវហ្នឹងតើមិនវាល្អយ៉ាងម៉េចទៅវាអត់ទាន់ដឹងថាទៅល្អអីសោះខ្ញុំរកកន្លែងល្អអត់ឃើញទេគ្រាន់តែថាហ្នឹងឯងបានជួបវាជាការបង្គ្រប់កិច្ចទេព្រោះអីមេដឹកនាំអាស៊ានជួបនៅភូមាហើយជួបនៅហ្វីលីពីនហើយហ្វីលីពីនជាម្ចាស់ផ្ទះដូច្នេះវាអត់មានអីក្រៅតែពីឲ្យជជែកគ្នាទៅប៉ុន្តែដំណោះស្រាយយន្តការទាល់តែមានយន្តការអាជ្ញាកណ្ដាលហ្នឹងគឺសំដៅទៅលើពីរអ្នកអត់ដណ្ដើមគ្នាដេកកណ្ដាលដូចរាល់ថ្ងៃឥឡូវនៅដណ្ដើមដេកគ្នាដេកកណ្ដាលទៀតចាស់យន្តការដែលថាជជែកគ្នាហ្នឹងតើមិនព្រមប្រើយន្តការកណ្ដាលអាស៊ានមួយទៅដែលមានអង្គការចាត់តាំងមួយដែលជាអាជ្ញាកណ្ដាលមានទាំងសមាជិកអាស៊ានពីសេនានុព័ន្ធយោធាខ្មែរសេនានុព័ន្ធយោធាថៃនិងអាស៊ានចូលគ្នាទៅហើយបញ្ចូលគ្នាធ្វើជាគណៈកម្មការចម្រុះចឹងទៅដើរមើលក្រុមមើលព្រំដែនអត់អ្វីដែលប្រសើរនៅក្នុងកិច្ចប្រជុំហ្នឹងគឺអា AOT នេះអាសង្កេតការណ៍មួយខាងរៀងខ្លួនហ្នឹងបន្ត3ខែទៀតដល់ខែកក្កដានេះតែប៉ុណ្្នឹងហើយដំណោះស្រាយអីហ្នឹងគឺមិនមានទេព្រោះអីខូចថៃគេខូចប៉ុន្តែគេបានដីតែយើងអត់អាចនឹងនេះតែយើងទៅសម្របសម្រួលចង់ចរចាទ្វេភាគីតែទ្វេភាគីហ្នឹងជាអ្វីថៃចង់បានទេចុងក្រោយចូលទៅក្នុងសងថៃហើយពីរអ្នកសងគ្នាដីកណ្ដាលហ្នឹងបាទឥឡូវខ្ញុំស្លេះប៉ុណ្្នឹងសិនបងប្អូនតាក់ទងនឹងរឿងឆោបោកអនឡាញហ្នឹងក៏នៅតែមិនទាន់ស្ងប់ដែរគឺក្រសួងយុទ្ធភ័ពហុងកុងសូមតុលាការបង្កកទ្របអ្នកពាក់ព័ន្ធនឹងលោកអញ្ញាចិនស៊ី4អ្នក4ក្រុមហ៊ុនផ្សេងទៀតគេចាត់ការរហូតដោយសារអីគឺគេឃើញថាទ្របចិនស៊ីហ្នឹងវាច្រើនពេកអញ្ចឹងគេដើម្បីប្រមូលបង្កកទ្របហ្នឹងចូលជាសម្បត្តិជាតិតុលាការនាយកដ្ឋានក្រសួងយុទ្ធភ័ពហុងកុងបានសុំដីកាតុលាការជាន់ខ្ពស់កាលពីម្សិលមួយថ្ងៃតាមពិតដើម្បីបង្កកទ្របសម្បត្តិរបស់ក្រុមហ៊ុននិងមេពាក់ព័ន្ធមួយឈ្មោះថា Wu Anming ជាជនជាតិចិនដែលជាប់ពាក់ព័ន្ធជាមួយនឹងលោកចិនស៊ីហើយមានបង្កកទ្របរាប់10 លានដុល្លារទៀតរឿងនេះគឺតាមពិតទៅអ្វីដែលគេធ្វើគឺវាខុសពីខ្មែរយើងធ្វើទាំងនៅអាមេរិកទាំងអីបង្កកទ្របចិនស៊ីអស់ហើយយកជាសម្បត្តិរដ្ឋរបស់គេតែខ្មែរយើងអត់ទាន់បានបង្កកទ្របចិនស៊ីសំបីតែ1 រៀលដុល្លារនៅឡើយ1 រៀលលុយខ្មែរនៅឡើយទេដែលធ្វើឲ្យខូចឈ្មោះខ្មែរយើងឡើងក៏គ្រប់ពេញពិភពលោកបាត់ប្រយោជន៍ប្រជាពលរដ្ឋទាំង18 លាននាក់ហើយយើងអត់បានបង្កកទ្របចិនស៊ីសំបីតែ1 ដុល្លារទេម្ដងមកណាតែបង្កក៏អត់បានដែរបងប្អូនព្រោះយើងលុបសញ្ជាតិគាត់ចោលបាត់ហើយថាគាត់មិនមែនខ្មែរផងអញ្ចឹងអ្វីដែលគាត់បំផ្លាញខ្មែរគាត់បំផ្លាញបានក្នុងនាមជាជនបរទេសតែទ្របនៃការបំផ្លាញនេះគឺយើងអត់អាចសុំបានទេព្រោះគាត់មិនមែនជាជនជាតិខ្មែរទេព្រោះយើងដកសញ្ជាតិគាត់ចោលបាត់ហើយយើងចាត់ទុកថាសញ្ជាតិខ្មែរនោះបានមកដោយខុសច្បាប់ដើម្បីយករួចខ្លួនបញ្ជូនគាត់ឲ្យផុតពីដៃខ្មែរបាត់ប្រយោជន៍ខ្មែរទាំងអស់យើងទាមទារអីក៏មិនបានដែរអានេះគឺជាតម្រេះជីកឯងរបស់ខ្មែរទេឥឡូវនេះខ្ញុំស្លេះរឿងហ្នឹងបន្តទៀតយកចូលទៅដល់ពីរឿងភូមិមានហ្នឹងគឺដែលខ្ញុំជពាក់ហ្នឹងគឺកូនស្រីអ្នកស្រីអងសានស៊ូជីសូមអន្តរាគមន៍ពីមេដឹកនាំបារាំងជួយឲ្យដឹងថាម្ដាយស្លាប់ឬរស់ផងមកដល់មកហ្នឹងកូនប្រុសរបស់អ្នកស្រីអងសានស៊ូជីដែលនៅក្រៅប្រទេសហ្នឹងអត់ដឹងថាម្ដាយស្លាប់ឬរស់ទេព្រោះរបបសឹកភូមិមានហ្នឹងអត់ដែលឲ្យព័ត៌មានពិតទេដាក់គុកនៅក្នុងគុកហ្នឹងក៏អត់ដឹងថារស់ឬស្លាប់ឥឡូវថាផ្ទេចេញមកក្រៅផ្ទះហ្នឹងក៏អត់ដឹងព័ត៌មានពិតឬមិនពិតទៅទៀតព្រោះអីគេអត់ទុកចិត្តរបបយោធាហ្នឹងចេះតែធ្វើដើម្បីយកបងអីចឹងទៅហើយសូម្បីតែមេដឹកនាំថៃដូចជាលោកសេះស័កភួងកេតកែដែលទៅចាប់ដៃជាមួយនឹងលោកមីនអងឡាំងដែលជាមេដឹកនាំផ្ដាច់ការហ្នឹងហើយទៅឲ្យកសោបភូមិដើម្បីតែស្អំចិត្តយកឈ្នះចិត្តភូមិគេសហការគ្នាដើម្បីដោះស្រាយធ្វើឲ្យខ្មែរយើងមើលទៅថាថៃឥឡូវគេសហការមួយភូមិកាន់គ្នាកាន់តែច្រើនណាអាការតតាំងព្រំដែនហ្នឹងកាន់តែពិបាកនៃនយោបាយគឺអញ្ចឹងអត់ទៅព្រមប្រាប់ឲ្យភូមិមានហ្នឹងដោះលែងអ្នកស្រីអងសានស៊ូជីអីណាទៅអោបកសោបអងឡាំងដើម្បីលួងចិត្តដើម្បីបានចាប់ដៃគ្នាអត់មាននិយាយពីរឿងកោតទោសអីសោះហើយដល់ឥឡូវសូម្បីតែថៃក៏អត់ដឹងថាភូមិមានអ្នកស្រីអងសានស៊ូជីនៅណានៅរស់នៅស្លាប់ឥឡូវកូនរបស់អ្នកស្រីអងសានស៊ូជីសូមស្នើទៅលោកម៉ានីយ៉ែលម៉ាក្រុងប្រធានាធិបតីបារាំងសូមឲ្យជួយអន្តរាគមន៍ទៅអាស៊ានផងដើម្បីធ្វើយ៉ាងម៉េចឲ្យអ្នកស្រីអងសានស៊ូជីហ្នឹងបង្ហាញរូបថតឬក៏រូបភាពពិតដែលគាត់នៅរស់ផងព្រោះកូនអត់ដឹងថានៅរស់នៅស្លាប់ទេឬស្លាប់ទេបាទសូមឲ្យតែដឹងថាបើស្លាប់ក៏ស្លាប់រស់ក៏រស់អត់ដឹងអីក៏យ៉ាប់ម្លេះ